ពិធីប្រកាសសុពលភាពរចនាសម្ព័ន្ធដឹកនាំនៅខេត្តពោធិ៍សាត់ថ្នាក់ដឹកនាំគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរចូលរួមពិធីប្រកាសសុពលភាពគណៈកម្មាធិការប្រតិបត្តិតាមស្រុកនិងចលនាស្ត្រីរបស់គណៈបកឆន្ទៈខ្មែរក្នុងខេត្តពោធិ៍សាត់ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី11ខែតុលាឆ្នាំ2025ក្រោមអធិបតីភាពលោកលីសុធិរយុទ្ធអគ្គលេខាធិការគណៈបកភ្លើងទៀននិងលោកឡុងសុជាតិប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តពោធិ៍សាត់រួមទាំងសមាជិកសមាជិកាគណៈបកទាំងពីរជាច្រើនរូបទៀតពិធីនេះបានប្រកាសសុពលភាពគណៈកម្មាធិការប្រតិបត្តិគណៈបកក្នុងស្រុកតាឡូសែនជ័យស្រុកក្រគរស្រុកភ្នំក្រវាញស្រុកបាកាននិងចលនាស្ត្រីថ្នាក់ខេត្តនៃខេត្តពោធិ៍សាត់ពិធីប្រកាសសុពលភាពប្រព្រឹត្តទៅនៅភូមិថ្មីដំណាក់ត្រប់ឃុំតាឡូស្រុកតាឡូសែនជ័យខេត្តពោធិ៍សាត់ក្នុងឱកាសនោះថ្នាក់ដឹកនាំក៏បានសាកសួរសុខទុក្ខនិងធ្វើការសំណេះសំណាលលើកិច្ចការមួយចំនួនជាមួយមន្ត្រីនៅថ្នាក់មូលដ្ឋានប្រព្រឹត្តទៅដោយរលូននិងបង្កឲ្យមានភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំនិងមន្ត្រីនៅថ្នាក់មូលដ្ឋាន។